នេះបងស្រីម្នាក់បាន comment ហើយគាត់ឈ្មោះគាត់ជាភាសាកូរ៉េខ្ញុំអានអត់ដាច់ទេហើយណាមួយ profile របស់គាត់គឺ lock profile ទៀតគាត់បានcomment សួរថាអធិស្ឋានសូមសួរមួយបានអត់បងបើយើងជាគ្រីស្ទៀនតែបើយល់សពឃើញសត្វពស់ច្រើនក្បាលតើមានន័យដូចម្ដេចដែរទៅបងខ្ញុំធ្លាប់សួរអ្នកដែលទៅវិហារជាមួយដែរតែគាត់អត់ដឹងដូចខ្ញុំបាទអរគុណច្រើនសម្រាប់ការ comment នេះហើយខ្ញុំក៏អត់ដឹងមានអត្ថន័យយ៉ាងដូចម្ដេចដែរទាក់ទងនឹងយល់សពឃើញសត្វពស់ប៉ុន្តែខ្ញុំនឹងនិយាយអំពីគ្រឹះបរិស័ទនិងការយល់សពបងប្អូនជាគ្រឹះបរិស័ទតែបងប្អូនធ្លាប់យល់សពទេធ្លាប់យល់សពអីក៏ដោយដែរធ្លាប់យល់សពទេបាទខ្ញុំក៏ធ្លាប់យល់សពដែរបើនិយាយពីការយល់សពខ្ញុំរាប់អត់អស់តែយល់សពហើយរហូតដល់មានអ្នកខ្លះក៏ថាកុំឲ្យចាញ់បោកការយល់សពបាទបើយើងអត់បានប្រយ័ត្នយើងចាញ់បោកការយល់សពហ្នឹងហើយអ្នកខ្លះគាត់នោមដាក់ខោអញ្ចឹងទៅហើយគាត់ហ្នឹងហើយជារឿងមួយដែលជារឿងកំ pl ែងសើចថានោមដាក់ខោចាញ់បោកការយល់សពបាទអញ្ចឹងយើងជាគ្រឹះបរិស័ទតែយើងជឿលើការយល់សពដែរឬទេដល់ពេលដែលយើងយល់សពឃើញនេះយល់សពឃើញពស់យល់សពឃើញអីមួយដែលអភូតហេតុដែលអស្ចារ្យដែលយើងយល់សពពីព្រោះខ្ញុំធ្លាប់លើគ្រីស្ទៀនច្រើនបាទគ្រីស្ទៀនច្រើនដែលយល់សពហើយគាត់តែងតែគិតថាការយល់សពរបស់គាត់ជាព្រះបន្ទូលព្រះហើយមានបន្ទូលមកគាត់កាត់ហើយគាត់ពេលខ្លះខ្ញុំលើបងប្អូនខ្លះគាត់យល់សពបានទៅឋានសួគ៌យល់សពទៅឋាននរកយល់សពឃើញនេះមកប្រាប់ច្រើនមែនទែនហើយគាត់ក៏ថាតើនោះជាអ្វីហើយគាត់ក៏ថានោះជាព្រះបន្ទូលព្រះមានបន្ទូលមកខ្ញុំហើយបងប្អូនយើងនិយាយអំពីការយល់សពតើយើងអាចទទួលចាត់ទុកថាការយល់សពរបស់យើងជាព្រះបន្ទូលព្រះដែរឬក៏អត់ចំពោះខ្ញុំផ្ទាល់ហើយក្នុងអ្វីដែលយើងជឿលើព្រះយេស៊ូវគ្រីស្ទខ្ញុំតែងតែសួរសំណួរមួយដែលជាសំណួរដែលសំខាន់បំផុតមកកាន់យើងជាគ្រឹះបរិស័ទខ្លួនឯងសួរថាអ្វីទៅជាចំណុចចម្បងដែលព្រះមានបន្ទូលមកកាន់យើងសំណួរគឺសួរថាតើអ្វីទៅជាចំណុចចម្បងដែលព្រះមានបន្ទូលមកកាន់យើងតើអ្វីទៅការយល់សពបងប្អូនអ្នកខ្លះថាការយល់សពឬក៏យើងឮព្រះសូរសៀងពីលើមេឃមកថាព្រះមានបន្ទូលពីលើមេឃមកហើយឬក៏យើងជឿតាមលើបុគ្គលណាម្នាក់ដែលគាត់នាំសារពីព្រះមកប្រាប់យើងឬក៏ជឿលើអភូតហេតុណាមួយដែលស្ដែងទៅអស្ចារ្យមែនទែនដែលចម្លែកអស្ចារ្យយើងក៏ថានោះជាព្រះបន្ទូលឬក៏ព្រះមានបន្ទូលមកកាន់យើងហើយអញ្ចឹងខ្ញុំសួរចម្បងថាតើអ្វីទៅជាចម្បងដែលព្រះមានបន្ទូលមកកាន់យើងក្នុងនាមយើងជាគ្រឹះបរិស័ទតើអ្វីទៅបងប្អូនអាចឆ្លើយបានទេគ្រីស្ទានគ្រប់គ្នានឹងឆ្លើយថាគឺជាព្រះបន្ទូលព្រះឬក៏ជាព្រះគម្ពីរនោះឯងបើយើងដឹងថាព្រះមានបន្ទូលមកកាន់យើងតាមរយៈព្រះគម្ពីរហេតុអីបានយើងត្រូវជឿលើអ្វីផ្សេងដែលតាមគំនិតការគិតរបស់យើងសន្មត់របស់យើងថានោះជាព្រះបន្ទូលព្រះបានប្រទានព្រះគម្ពីរមកកាន់យើងអានយ៉ាងសាមញ្ញហើយការអានព្រះគម្ពីរយ៉ាងសាមញ្ញនេះប៉ុន្តែព្រះគម្ពីរគឺប្រកបព្រះបន្ទូលព្រះអង្គគឺប្រកបដោយអំណាចនៃព្រះចេស្តាហើយព្រះគម្ពីរនេះទៀតសោតក៏មានលាយលក្ខណ៍ជាអក្សរដែរអក្សរខ្មែរអក្សរអង់គ្លេសអក្សរបារាំងអក្សរថៃអក្សរអីផ្សេងច្រើនណាស់ដែលយើងអាចអានបានប៉ុន្តែបញ្ហាគ្រឹះបរិស័ទគឺអ្នកខ្លះអត់ចង់អានទេអ្នកខ្លះអត់ចង់ជឿទេព្រោះគេគិតថាវាអក្សរអស្ចារ្យដោយការយល់សពវាអក្សរអស្ចារ្យលើសពីអធិធម្មជាតិយើងតែងតែមានគំនិតពេលខ្លះយើងជាគ្រឹះបរិស័ទខ្លះយើងតែងតែមានគំនិតស្រមើស្រមៃចង់បានការដែលព្រះមានបន្ទូលពីលើមេឃមកស្ដែងមកដល់យើងតែម្ដងបាទដូចនៅក្នុងគ្រាសញ្ញាចាស់អញ្ចឹងទៅឲ្យខុសប្លែកពីអ្នកដទៃចង់បានការបោះសម្ដែងឮពីព្រះតែម្នាក់ឯងបានហើយបណ្ដាលឲ្យអ្នកដទៃដែលជុំវិញយើងកាត់ខ្ពស់លើយើងជាមនុស្សពិសាបានព្រះមានបន្ទូលមកកាន់យើងហើយយើងមានបទពិសោធន៍យ៉ាងអស្ចារ្យជាអ្នកផ្សេងទៀតហើយពេលខ្លះវាក៏ធ្វើឲ្យយើងមានអំណួតដែរមានអំណួតថាខ្ញុំពិសេសជាអ្នកនេះព្រះមានបន្ទូលមកកាន់ខ្ញុំពិសេសជាអ្នកឯងអត់ដែលជួបបទពិសោធន៍នៃការព្រះមានបន្ទូលមកកាន់អញ្ចឹងអ្នកឯងអត់ពិសេសទេអញ្ចឹងអ្នកឯងត្រូវស្ដាប់តាមខ្ញុំព្រោះខ្ញុំជាទីសំណប់ឲ្យព្រះមានបន្ទូលមកកាន់ខ្ញុំអញ្ចឹងខ្ញុំជាលក្ខណៈថាខ្ញុំពិសេសជាងអ្នកឯងហ្នឹងយើងមានអំណួតបាទយើងមានអំណួតពេលខ្លះយើងមានអំណួតរាប់តែខ្លួនឯងពិសេសជាអ្នកផ្សេងទៀតដែលមិនមានការអស្ចារ្យឬក៏ឮព្រះសូរសៀងអញ្ចឹងទៅបងប្អូនយើងរស់នៅក្នុងគ្រាព្រះគុណដែលព្រះបានបាក់សម្ដែងរួមទាំងព្រះរាជបុត្រាស្គាល់ព្រះរាជបុត្រាទេគឺព្រះរាជបុត្រានៃព្រះបានយាងមកជន់ផែនដី
ហើយសុគតរំដោះយើងរួចពីអំពើបាបហើយបើយើងរាប់ឆ្នាំកាលពី2000ឆ្នាំមុនព្រមទាំងមានព្រះគម្ពីរបាទព្រមទាំងមានព្រះគម្ពីរដែលមានទាំងអស់66កម្មដែលព្រះវិញ្ញាណបរិសុទ្ធដែលព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់ជាអង្គទី3នៃព្រះតរិយាជាព្រះដែលបណ្ដាលនិពន្ធឡើងសម្រាប់យកឲ្យយើងអានព្រះបន្ទូលរបស់ផងព្រះអង្គជាចំណុចដែលព្រះមានបន្ទូលប្រកាន់យើងតែយើងនៅតែគិតថាការដែលព្រះអង្គបានសម្ដែងតាមជាព្រះគម្ពីរយើងអានហើយតើវាអត់គ្រប់គ្រាន់ឬវាអត់គ្រប់គ្រាន់មែនទេវាអត់គ្រប់គ្រាន់ក្នុងការឲ្យយើងចិត្តយើងស្កប់ឬចង់យើងអត់ចង់បានរបៀបបានសម្ដែងអញ្ចឹងទេឬភាគច្រើនយើងចង់បានតែការបានសម្ដែងណាមួយដែលភ្នែកយើងមើលទៅអស្ចារ្យប្លែករន្ធត់រំជើររំជួលយើងចង់បានអញ្ចឹងហើយព្រះគម្ពីរអត់អានទេបងប្អូនមើលនៅក្នុងព្រះគម្ពីរហេព្រើរជំពូក1ខ1ដល់ខ2ឯព្រះដែលពីដើមទ្រង់មានបន្ទូលនឹងពួកអាយកោដោយពួកហោរាជាច្រើនដងច្រើនបែបនៅជនក្រែបងអស់នេះទ្រង់បានមានបន្ទូលនឹងយារកគ្នាដោយសារព្រះរាជបត្រាវិញដែលទ្រង់បានតម្រូវឲ្យគ្រងរបស់ទាំងអស់ຕົកជាមរតកព្រមទាំងបង្កើតលោកីដោយសារព្រះរាជបត្រានោះដែរនេះជារឿងរ៉ាវដែលព្រះមានបន្ទូលពីមុនព្រះអង្គមានបន្ទូលនឹងពួកអាយកោព្រះអង្គហោរានឹងដែលយើងហៅពួកហោរាអាយកោច្រើនបែបហ្នឹងបងប្អូនមើលព្រះគម្ពីរសញ្ញាចាស់ដឹងហើយប៉ុន្តែនៅចុងក្រោយនេះចុងក្រោយនេះព្រះអង្គមានបន្ទូលតាមរយៈព្រះរាជបត្រានៃព្រះអង្គមានបន្ទូលមកកាន់យើងតាមរយៈអីផ្សេងការយល់សពអូដើរនៅក្នុងព្រៃអូឃើញការមួយអភូតហេតុឮសំឡេងមកនិយាយមកយើងល្វើយហើយយើងអូព្រះនោះជាព្រះបន្ទូលព្រះអង្គមានបន្ទូលប្រកាន់យើងហើយយើងគិតអូយល់សពឃើញការនេះអូយល់សពឃើញឋាននរកបានទៅឋាននរកយល់សពឃើញបកគោលនេះអូឃើញទេវតានាំខ្ញុំទៅឋានសួគ៌បានឃើញសសរឃើញអីផ្សេងបាទខ្ញុំធ្លាប់លើពីគ្រីស្ទានច្រើនដែលគាត់និយាយហើយអ្នកខ្លះក៏ធ្វើវីដេអូទៀតតែគាត់បានឡើងទៅឋានសួគ៌បានអីច្រើនណាបាទក៏តែព្រះគម្ពីរយើងក៏ឃើញថាសាវកពលក៏បានទៅដល់ឋានសួគ៌ដែលជាន់ទី3បើសិនជាបងប្អូនមើលក្នុងសម្បត្តិសាវកពលក៏តែសាវកពលដែលយករឿងហ្នឹងមកលើកទឹកចិត្តឲ្យគ្រីស្ទានធ្វើអញ្ចឹងទេបាទដូច្នេះក្នុងនេះវាជាគ្រឹះបរិស័ទដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះយើងត្រូវតែទទួលការណែនាំយ៉ាងត្រឹមត្រូវចំពោះអ្នកដែលជឿមិនមុនបាទអ្នកជឿមិនមុនក្នុងពួកសាវកក្តីអ្នកជឿក្រុមជំនុំដើមក្តីដែលជាច្រើនសតវត្សដែលបានកើតមុនយើងបាទជាគាត់ជាគ្រឹះបរិស័ទកើតមុនយើងដែលពួកគេបានណែនាំតាក់ទងទៅនឹងព្រះបន្ទូលព្រះជាចម្បងគឺជាព្រះបន្ទូលព្រះដែលចែងថាដែលពួកគាត់ថាជាបទគម្ពីរដែលផ្ដោតទៅលើដែលយើងគួរផ្ដោតទៅលើជាព្រះបន្ទូលព្រះគឺជាព្រះគម្ពីរដែលយើងត្រូវផ្ដោតទៅលើជាជាងការផ្ដោតទៅលើការយល់សប្តិការស្រមោលស្រមៃឬក៏បទពិសោធន៍អស្ចារ្យរបស់យើងផ្ទាល់បាទទោះបីជាការអស្ចារ្យយ៉ាងណាក៏ដោយការអស្ចារ្យមើលទៅយល់ប្លែកពីគេយ៉ាងណាក៏ដោយក៏យើងមិនត្រូវគោរពផ្ដោតដែរនៅក្នុងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ផងព្រះអត់មានខគម្ពីរណាឬក៏បរិបទណាដែលលើកទឹកចិត្តឲ្យគ្រឹះបរិស័ទចាត់ទុកការយល់សប្តិរបស់ខ្លួនឯងថាជាព្រះបន្ទូលព្រះទេឲ្យយើងជឿលើការយល់សប្តិរបស់យើងម្នាក់ៗឲ្យយើងជឿលើការយល់សប្តិនោះហើយជាព្រះបន្ទូលព្រះអង្គបានមានបន្ទូលប្រកាន់យើងឲ្យយើងត្រូវធ្វើឲ្យយើងស្ដាប់ថាឲ្យយើងខំស្វែងរកឆាប់ចូលគេដើម្បីបានយល់សប្តិអញ្ចឹងទោះបីជាយើងឃើញនៅក្នុងបទគម្ពីរនៅក្នុងព្រះគម្ពីរសញ្ញាថ្មីសញ្ញាចាស់ក៏ដោយមានបុគ្គលខ្លះដែលយល់សប្តិដូចជាលោកយូសែបញ៉ាំសក្ខែផ្លែហ្នឹងលោកយូសែបដែលបានព្រះបានបញ្យល់សប្តិគាត់គោលបំណងដែលព្រះធ្វើគឺក្នុងការសង្គ្រោះមនុស្សលោកព្រះអង្គធ្វើឲ្យមានការមានយល់សប្តិនោះក្នុងគោលបំណងសង្គ្រោះដូចសាវកពេត្រុសក៏បានយល់សប្តិដែរចឹងប៉ុន្តែអត់មានខគម្ពីរណាដែលលើកទឹកចិត្តដល់គ្រឹះបរិស័ទយើងសប្តិថ្ងៃនេះឥឡូវនេះត្រូវជឿលើការយល់សប្តិរបស់ខ្លួនឯងថាជាព្រះបន្ទូលព្រះទេបើជាខ្ញុំសំណួរចម្បងដែលខ្ញុំសួរបងប្អូនជាគ្រឹះបរិស័ទតើអ្វីទៅជាព្រះបន្ទូលចម្បងដែលគ្រឹះបរិស័ទត្រូវតែទទួលយកតើអ្វីទៅជាព្រះបន្ទូលជាអ្វីចម្បងដែលព្រះមានបន្ទូលមកកាន់យើងឆ្លើយថាព្រះគម្ពីរបើយើងដឹងថាព្រះគម្ពីរគឺជាចំណុចចម្បងពាក្យចម្បងនេះគឺថាវាចម្បងវាសំខាន់បំផុតហើយវាអត់មានអីផ្សេងពីនឹងទៀតទេហេតុអីយើងត្រូវជឿលើការយល់សប្តិរបស់ខ្លួនឯងនេះជាការប្រុងប្រយ័ត្នសូម្បីតែលោកធីម៉ូថេសាវកពូលមិនបានលើកទឹកចិត្តឲ្យគាត់ឆាប់ចូលគេងទៅឆាប់ចូលដេកទៅដើម្បីឲ្យបានការយល់សប្តិដើម្បីឲ្យដឹងថាអូព្រះមានបន្ទូលមកកាន់យើងមកកាន់គាត់ដើម្បីឲ្យគាត់ធ្វើអីថែមទៀតវាឲ្យមានពាក្យពេចន៍លើកទឹកចិត្តដល់ធីម៉ូថេឲ្យធ្វើចឹងទេសាវកពូលបានសរសេរថាចូលឧស្សាហ៍មើលគម្ពីរ1ធីម៉ូថេជំពូក4ខ13បានប្រាសាវកពូលឲ្យធីម៉ូថេឧស្សាហ៍មើលគម្ពីរបាទ
ការយល់សប្តិមិនមែនជាមូលដ្ឋានគ្រឹះដែលព្រះនឹងមានបន្ទូលមកកាន់យើងនោះទេអត់មានមូលដ្ឋានគ្រឹះទេបងប្អូនទោះបីជាយើងបានយល់សប្តិហើយឃើញការអស្ចារ្យនៅក្នុងយល់សប្តិរួមទាំងមានអ្នកខ្លះបានយល់សប្តិថាព្រះបាននាំគាត់ទៅឋានសួគ៌ឬឋាននរកបានជួបដែលនេះឬជួបដែលនោះអានោះក៏មិនមែនជាអ្វីដែលព្រះជាមូលដ្ឋានគ្រឹះដែលព្រះអង្គធ្វើចឹងដែរតែបើយើងយល់សប្តិយកដូច្នោះយល់សប្តិឃើញការអញ្ចឹងមកពីណានេះនៅជារឿងដែលយើងត្រូវនិយាយខ្ញុំតើក្នុងជីវិតរបស់ខ្ញុំក៏យល់សប្តិច្រើនដែរម្ដាយរបស់ខ្ញុំស្លាប់កាល2015រហូតដល់ឥឡូវនេះ2025 24 25អីហ្នឹងខ្ញុំយល់សប្តិរហូតខ្ញុំយល់សប្តិឃើញម្ដាយរបស់ខ្ញុំនៅរស់នៅសុខទុក្ខមួយខ្ញុំហើយខ្ញុំយល់សប្តិឃើញអីច្រើនដែលយើងឃើញថាអូជាការពិតហើយបាទខ្ញុំអត់ដែលចាត់ទុកការយល់សប្តិរបស់ខ្ញុំជាការពិតទេយើងដឹងថាអារៈក៏ធ្វើការនេះជាការបញ្ឆោតដល់យើងដែរព្រោះយើងដឹងថាមនុស្សយើងព្រោះអារៈដឹងថាមនុស្សយើងចូលចិត្តអ្វីដែលអស្ចារ្យរំភើបរំជើបរំជួលជាពិសេសចំពោះអ្នកដែលមិនសូវដែលអានកាពីពីច្រើនខ្ញុំលឺគ្រូបរិស័ទដែលគាត់បើកសម្ដែងនេះបើកសម្ដែងនោះទទួលនិមិត្តនេះទទួលនិមិត្តនោះភាគច្រើនណានិយាយភាគច្រើនបាទមិនសូវអានកាពីជាប់លាប់ទេអ្នកខ្លះក៏មិនអានមិនសូវជាបានចាប់ដើមចាប់ចុងដែរពីច្រើនខ្ញុំធ្លាប់ឮទីបន្តពីបងប្អូនច្រើនណាស់គាត់និយាយអូខ្ញុំជួបនេះខ្ញុំបានទៅឋានសួគ៌ហើយឋានសួគ៌ស្អាតស្រស់បំព្រងឃើញសសរឋានសួគ៌ឃើញទេវតាហើយអ្នកខ្លះទៀតឃើញព្រះពុទ្ធទៀតឃើញព្រះពុទ្ធទៀតបាទឃើញព្រះពុទ្ធដូចលោកសង្ឃភូមិដែលនៅក្នុង YouTube ដែលខ្ញុំមើលនោះមិនមែនជាតែខ្ញុំជឿលើការនោះទេខ្ញុំអត់ជឿទេតែខ្ញុំទៅខ្ញុំអត់ជឿទេហើយដែលបើថាខ្ញុំអត់ជឿខ្ញុំឆ្លោះចាត់បញ្ចាំងដោយព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ផងព្រះបើសិនជាបងប្អូនជឿលើការយល់សប្តិការបាក់សម្ដែងថ្មីបន្ថែមពីព្រះបន្ទូលរបស់ផងព្រះដែលយើងមានហើយជាស្រេចនេះ66កានណានេះជាគ្រោះថ្នាក់ដូចជាក្រុមពួកម៉ូម៉ូនពួកសាសនាចក្រពួកបរិសុទ្ធសាសនាចក្រហ្នឹងថ្ងៃចុងក្រោយហ្នឹងបងប្អូនឃើញពីអ្នកដឹកនាំសាសនាយូសាស្មិតគេបានឃើញព្រះវរបិតានិងព្រះបុត្រាបានលេចឲ្យគាត់ឃើញហើយគាត់ថាព្រះវរបិតានិងព្រះបុត្រាហ្នឹងបានឲ្យព្រះគម្ពីរថ្មីដល់គាត់ព្រះគម្ពីរថ្មីហ្នឹងខុសពីព្រះគម្ពីរប៊ីបយើងទៀតខុសពីព្រះគម្ពីរគ្រីស្ទានយើងប្រើហ្នឹងគេថាគម្ពីរដែលព្រះវរបិតាឲ្យហ្នឹងជាគម្ពីរថ្មីហើយយូសាស្មិតហ្នឹងនិយាយថាគ្រីស្ទានផ្សេងៗដែលនៅក្នុងព្រះវិហារនិកាយផ្សេងៗអីមេតូឌីបាបទីព្រះស្បិតារីនអីផ្សេងៗវិហារអស់ហ្នឹងខុសឆ្គងអស់ហើយឥឡូវនេះព្រះបានប្រើលោកយូសាស្មិតហ្នឹងឲ្យគម្ពីរថ្មីដើម្បីស្ដារក្រុមជំនុំឡើងវិញជាសក្ខីភាពមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទបើសិនជាបងប្អូនជឿលើអញ្ចឹងយើងក៏នៅឥឡូវយើងដឹងថាក្រុមយូសាស្មិតជាក្រុមខុសឆ្គងហើយគេគិតថាអូព្រះបានសម្ដែងយូសាស្មិតគេថាជាសភៅមាសថ្មីគេហ្នឹងជាគ្រោះថ្នាក់ព្រះអត់ដែលបាក់សម្ដែងអ្វីក្រៅពីព្រះបន្ទូលរបស់ផងព្រះដែរក្នុងព្រះគម្ពីរយើងនិយាយសាមញ្ញដែលថាព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះបន្ទូលព្រះអង្គជាអ្នកបដាយតែងព្រះវិញ្ញាណបដាយតែងយើងគួរតែដឹងថានោះជាព្រះបន្ទូលព្រះជាចម្បងដែលយើងត្រូវអានមិនមែនយើងខំដែលរកនិមិត្តយកសពភ្លឹកសម័យចង់បានការអពុទហអស្ចារ្យចឹងទៀតអូស្ដាប់អានព្រះគម្ពីរធុញទ្រាន់ណាស់វាមិនសូវអស្ចារ្យវាមិនសូវជាមើលទៅរំភើបអត់ចឹងឯងព្រះគម្ពីរសំខាន់ណាស់ព្រះបន្ទូលព្រះអង្គសំខាន់ណាស់បើយើងនិយាយពីសារៈប្រយោជន៍នៃព្រះបន្ទូលព្រះអង្គសំខាន់ណាស់យើងមិនចាំបាច់រកទីសម្គាល់ការអស្ចារ្យផ្សេងៗក្រៅពីព្រះគម្ពីរដែលយើងមានទេព្រះគម្ពីរយើងគ្រប់គ្រាន់ហើយបងប្អូនក្នុងការដែលប្រាប់យើងពីស្អីសង្គ្រោះប្រាប់យើងអំពីព្រះបុត្រាប្រាប់យើងអំពីជីវិតដែលជាជីវិតដែលមាននៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទបងប្អូនខ្លះនៅតែមិនយល់បាទនៅតែទាមជឿលើការយល់សប្តិនឹងជារឿងបងប្អូនទេចំពោះខ្ញុំសូមថាខ្ញុំអត់ទទួលជឿលើការដែលថាព្រះមានបន្ទូលមកយើងតាមរយៈការយល់សប្តិអីផ្សេងៗអត់ចឹងទេបើបងប្អូនជឿចុះអានឹងជារឿងបងប្អូនហើយវាជាការហានិភ័យដែរបាទចឹងតែតើនឹងការយល់សប្តិឃើញពស់ច្រើនវាអត់មានន័យអីទេការយល់សប្តិរបស់យើងប៉ុន្តែបើសម្រាប់អ្នកអត់ជឿគេអាចថាជាគូព្រេងជាគូដណ្ដឹងអីមានអីចូលស្ដីដណ្ដឹងអីចាប់កាយខ្ញុំមិនដឹងទេមិនដឹងខ្ញុំព្រោះខ្ញុំអត់មានជាអ្នកកាត់ផ្សាយការយល់សប្តិបងប្អូនទេប៉ុន្តែគ្រាន់តែខ្ញុំចង់និយាយពីជំនឿគ្រឹះបរិស័ទនឹងការយល់សប្តិ
ហើយយើងនៅថាហេព្រើរចំពុក1ខ1ព្រះមានបន្ទូលមកកាន់យើងតាមរយៈព្រះរាជបុត្រានៃព្រះហើយយើងបានដឹងខយើងហើយខ្ញុំដឹងខគម្ពីរដឹងពីដែលខ្ញុំអាននេះគឺតាមរយៈព្រះគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្ដៅតែហ្នឹងហើយអញ្ចឹងចិត្តយើងគួរតែស្កប់ស្កល់នឹងអ្វីដែលត្រូវមានបន្ទូលមកយើងអត់ត្រូវចាំបាច់ត្រូវការបាទសម្ដែងថ្មីទៅរោគនេះរោគនោះដើម្បីជួយនាំសារពីព្រះមកប្រាប់យើងអូខ្ញុំត្រូវការបកគោដ៏អស្ចារ្យឬក៏ត្រូវការហេតុការណ៍អស្ចារ្យដើម្បីខ្ញុំដឹងថានោះជាព្រះបន្ទូលព្រះអញ្ចឹងទេបងប្អូនបើសិនជាបងប្អូននៅជឿបែបនេះគឺខុសអំពីគ្រីស្ទានហើយខុសអំពីគោលលទ្ធិហើយព្រះបន្ទូលគឺជាព្រះបន្ទូលព្រះគ្រប់គ្រាន់ល្មមហើយក៏វាជាចំណុចចម្បងដែលព្រះមានបន្ទូលមកកាន់យើងដែរគ្រូបរិស័ទណាដែលចង់ស្ដាប់លើព្រះសរសេរអានព្រះបន្ទូលព្រះអង្គមានបន្ទូលមកកាន់យើងអានព្រះគម្ពីរសេចក្ដីកាត់បាត់គម្ពីរនោះហើយជាអ្វីដែលព្រះមានបន្ទូលមកកាន់យើងហើយយើងនិយាយតែការប្រងដល់តាមរយៈការអធិដ្ឋាននេះគឺជាអ្វីដែលខ្ញុំចង់លើកឡើងទាក់ទងនឹងកាយសព្ទហើយបងប្អូនខ្លះក៏នៅតែមានគំនិតថាកុំមានពីអង់គ្លេសមួយគេថា don't put God in the box cannot do anything បាទអ្នកខ្លះក៏ថាកុំទុកព្រះដែលមិនអាចធ្វើឲ្យបានយើងចាត់ទុកព្រះអង្គនៅក្នុងប្រអប់មួយអត់អញ្ចឹងទេយើងជឿដោយមានមូលដ្ឋានគ្រឹះរបស់យើងគឺព្រះគម្ពីរបងប្អូនខ្ញុំស្ដាប់ឮទីមកតលអ្នកខ្លះនិយាយអំពីការយល់សពផ្សេងហើយខ្ញុំមើលក្នុងព្រះគម្ពីរវាអត់មានស្ពីស៊ីគ្នាបងប្អូនស៊ីគ្នាសពតែបន្តិចទៅបីជាការយល់សពរបស់គាត់និយាយថាខ្ញុំឃើញព្រះយេស៊ូវហើយក្នុងយល់សពនោះបុគ្គលដែលនៅក្នុងយល់សពនោះប្រាប់ខ្ញុំថាឈ្មោះនេះខ្ញុំអត់ទទួលជឿទេបងប្អូនខ្លះចង់ជឿទៅបាទអានោះជារឿងបងប្អូនហើយជាគ្រោះថ្នាក់ហើយយើងក៏ដឹងថាអារយៈក៏អាចបញ្ឆោតយើងបានដែរបញ្ឆោតយើងតាមរយៈការយល់សពអារយៈស្គាល់ដូនតាយើងច្បាស់ណាស់អារយៈស្គាល់យើងច្បាស់ទៅទៀតនេះជាអ្វីមួយដែលបាទដែលចង់រំលឹកបងប្អូនថាកុំភ្លេចថាអារយៈបញ្ឆោតយើងអារយៈក៏ខ្លាញ់ខ្លួនធ្វើជាទេវតាពលឺបានដែរព្រះគម្ពីរបាទអារយៈខ្លាញ់ខ្លួនធ្វើជាទេវតាពលឺហើយក៏វាមានការអស្ចារ្យដែរយើងមិនមែនយកសពហ្នឹងគេថាអូទាំងស្រុងមកពីព្រះអត់ចឹងទេអារយៈក៏មានល្បិចកលវិឆោតយើងដែរអញ្ចឹងនេះជាការមួយដែលប្រុងប្រយ័ត្នអញ្ចឹងបងប្អូនសូមប្រុងប្រយ័ត្នចំពោះគំនិតនៃការយកសពនេះហើយសម្រាប់ខ្ញុំផ្ទាល់ឲ្យតែខ្ញុំឮពីការយកសពបងប្អូននិយាយចែកខ្ញុំអត់ចង់ជឿទេខ្ញុំអត់ជឿតែម្ដងហើយខ្ញុំតែងតែឆ្លុះបញ្ចាំងជាមួយព្រះគម្ពីរខ្ញុំដឹងថាចំណុចចម្បងដែលព្រះមានបន្ទូលប្រកាន់ឲ្យខ្ញុំគឺព្រះគម្ពីរមិនមែនភូតហេតុអស្ចារ្យមិនមែនតាមរយៈខ្យល់មិនមែនតាមរយៈបុគ្គលណាម្នាក់មិនមែនតាមរយៈការយកសពនោះឡើយសូមប្រងប្រទានពរហើយខ្ញុំមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅវីដេអូក្រោយៗបាទ